អ្វីគ្រប់យ៉ាងគឺអាស្រ័យទៅលើអារម្មណ៍នឹកគិតរបស់អ្នកគ្រប់យ៉ាងនៅក្នុងជីវិតគឺជារឿងនៃអារម្មណ៍នឹកគិតការសម្រេចចិត្តរាល់លើកក្នុងជីវិតគឺវាស្ថិតនៅលើអារម្មណ៍នឹកគិតរបស់អ្នកធម្មពលដែលរុញច្រានចលនាជីវិតទាំងអស់គឺអារម្មណ៍នឹកគិតរបស់អ្នកនេះឯងមិនថាអ្នកប្រាថ្នាអ្វីក្នុងជីវិតអ្នកប្រាថ្នាចង់បានក៏ព្រោះតែក្តីស្រឡាញ់ទៅលើរបស់នោះហើយព្រោះតែវាធ្វើឲ្យអ្នកមានអារម្មណ៍ល្អរបស់អ្វីដែលអ្នកមិនប្រាថ្នាចង់បានគឺព្រោះតែរបស់នោះធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អអ្នកចង់មានសុខភាពល្អព្រោះការមានសុខភាពល្អធ្វើឲ្យអ្នកមានអារម្មណ៍ល្អព្រោះការឈឺថ្កាត់ធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អអ្នកចង់បានប្រាក់ព្រោះការមានប្រាក់កាសដើម្បីចាយវាយនឹងអាចធ្វើកិច្ចការដែលខ្លួនស្រឡាញ់ធ្វើឲ្យអ្នកមានអារម្មណ៍ល្អហើយបើគ្មានប្រាក់អ្នកក៏នឹងមានអារម្មណ៍មិនល្អអ្នកចង់មានសម្ព័ន្ធមេត្រីភាពល្អល្អឿនព្រោះវាធ្វើឲ្យអ្នកមានអារម្មណ៍ល្អរីឯសម្ព័ន្ធភាពដែលរង្គោះរង្គើធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អអ្នកចង់មានសេចក្តីសុខព្រោះសេចក្តីសុខធ្វើឲ្យអ្នកមានអារម្មណ៍ល្អហើយសេចក្តីទុក្ខធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អគ្រប់យ៉ាងដែលអ្នកត្រូវការកើតចេញពីធម៌ពលតាក់ទាញចិត្តដែលរបស់មួយនោះនឹងផ្ដល់អារម្មណ៍មិនល្អនិងអារម្មណ៍ល្អដល់អ្នកអញ្ចឹងតើអ្នកនឹងទទួលបាននូវអ្វីល្អក្នុងជីវិតដែលអ្នកត្រូវបានយ៉ាងដូចម្ដេចគឺអារម្មណ៍ល្អអារម្មណ៍នឹកគិតល្អនោះអីប្រាក់ត្រូវការអ្នកសុខភាពត្រូវការអ្នកសេចក្តីសុខក៏ត្រូវការអ្នកគ្រប់បែបយ៉ាងដែលអ្នកស្រឡាញ់សុទ្ធតែត្រូវការអ្នកគ្រប់យ៉ាងបានត្រៀមរួចស្រេចទៅហើយក្នុងការលោតចូលក្នុងជីវិតរបស់អ្នកប៉ុន្តែអ្នកត្រូវផ្ដល់អារម្មណ៍នឹកគិតល្អក្នុងការស្រូបទាញវាចូលមករកអ្នកផងដែរអ្នកមិនចាំបាច់តស៊ូប្រឹងប្រែងដើម្បីកែប្រែផ្លាស់ប្ដូរជីវិតរបស់អ្នកអ្វីនោះទេអ្វីដែលអ្នកត្រូវធ្វើតែម្យ៉ាងគត់គឺផ្ដល់សេចក្តីស្រឡាញ់ឆ្លងតាមអារម្មណ៍នឹកគិតល្អហើយអ្វីដែលអ្នកប្រាថ្នាចង់បាននឹងស្ដែងឡើងយ៉ាងពិតប្រាកដអារម្មណ៍មិនល្អវានឹងធ្វើឲ្យមានអ្វីដែលខ្លួនមិនត្រូវការវាក៏បន្តឲ្យយើងមានអារម្មណ៍មិនល្អអ្វីដែលខ្លួនមិនត្រូវការកើតមានឡើងកាន់តែច្រើនឡើងវិលជុំអត់ជប់ជរអារម្មណ៍នឹកគិតល្អនឹងបំផុសនៅធម៌ពលនៃក្តីស្រឡាញ់គឺធម៌ពលដែលបណ្ដាលឲ្យវត្ថុនិងរឿងរ៉ាវល្អផងទាំងពួងកើតមាននៅក្នុងជីវិតហើយអារម្មណ៍នឹកគិតល្អនឹងប្រាប់អ្នកថានេះគឺជាវិថីឆ្ពោះទៅកាន់របស់ដែលអ្នកត្រូវការអារម្មណ៍នឹកគិតល្អនឹងប្រាប់អ្នកថានៅពេលអ្នកមានអារម្មណ៍ល្អជីវិតរបស់អ្នកនឹងល្អប្រសើរតាមនោះដែរប៉ុន្តែអ្នកត្រូវចេះផ្ដល់នៅអារម្មណ៍នឹកគិតល្អជាមុនសិនផងដែរអារម្មណ៍ល្អអាចនឹងមានអ្វីដែលអ្នកត្រូវការវាคล้ายទៅជាអារម្មណ៍ល្អអារម្មណ៍ល្អនឹងคล้ายទៅជាអ្វីដែលខ្លួនត្រូវការកើតឡើងកាន់តែច្រើនឡើងវិលជុំអត់ជប់ជរបើអ្នកមានជីវិតរស់នៅដោយការប្រាប់ខ្លួនឯងថាខ្ញុំមានសេចក្តីសុខខ្ញុំមានសេចក្តីសុខទៅបានលុះណាខ្ញុំคล้ายទៅជាម្ចាស់វិឡាដ៏ស្រស់ស្អាតមួយខ្នងឬថាខ្ញុំមានសេចក្តីសុខទៅបានលុះត្រាតែខ្ញុំមានការងារធ្វើឬមានមុខតំណែងខ្ញុំមានសេចក្តីសុខទៅបានលុះត្រាតែកូនរបស់ខ្ញុំរៀនចប់មហាវិទ្យាល័យខ្ញុំមានសេចក្តីសុខទៅបានលុះត្រាតែខ្ញុំមានប្រាក់កាសទ្រព្យសម្បត្តិច្រើនជាងនេះខ្ញុំមានសេចក្តីសុខទៅបានលុះត្រាតែបានធ្វើទេសចរឬខ្ញុំមានសេចក្តីសុខទៅបានលុះណាមុខជំនួយរបស់ខ្ញុំទទួលបានជោគជ័យអ្នកនឹងគ្មានថ្ងៃទទួលបានរបស់ទាំងនោះទេព្រោះគំនិតរបស់អ្នកកំពុងតែប្រឆាំងនឹងដំណើរការនៃសេចក្តីស្រឡាញ់និងច្បាប់ស្រូបទាញទៅហើយអ្នកត្រូវតែមានសេចក្តីសុខជាមុនសិនហើយឲ្យសេចក្តីសុខដើម្បីទទួលរបស់ដែលធ្វើឲ្យអ្នកមានសេចក្តីសុខ
គ្មានមធ្យោបាយណាផ្សេងអាចទៅរួចនោះទេព្រោះរបស់អ្វីក៏ដោយដែលអ្នកត្រូវការចង់បានដើម្បីអ្នកអាចទទួលបានអ្នកត្រូវតែធ្វើជាភាគីឲ្យជាមុនសិនអ្នកគ្រប់គ្រងអារម្មណ៍នឹកគិតរបស់ខ្លួនអ្នកផ្ទាល់បញ្ជាក្តីស្រឡាញ់របស់ខ្លួនពេលនោះធម្មពលនៃក្តីស្រឡាញ់នឹងតបស្នងតាមអ្វីដែលអ្នកផ្ដល់ឲ្យខ្លឹមសារសំខាន់នៃអំណាចធម្មពលអារម្មណ៍នឹកគិតមួយគណៈរបស់អ្នកសំខាន់លើអ្វីៗទាំងអស់ព្រោះអារម្មណ៍នឹកគិតមួយគណៈនោះរបស់អ្នកកំពុងតែសាងជីវិតទាំងមូលរបស់អ្នកអារម្មណ៍នឹកគិតរបស់អ្នកគឺជាអំណាចធម្មពលនៃគំនិតនិងសម្ដីរបស់អ្នកអ្វីដែលអ្នកមានអារម្មណ៍នឹកគិតគឺជាអ្នកគូវាអារម្មណ៍នឹកគិតល្អៗសុទ្ធតែកើតចេញពីក្តីស្រឡាញ់អារម្មណ៍នឹកគិតមិនល្អសុទ្ធតែកើតចេញពីកង្វះខាតនៃក្តីស្រឡាញ់អារម្មណ៍នឹកគិតល្អៗទាំងអស់នឹងរួមបញ្ស៊ីគ្នាជាមួយនឹងធម្មពលនៃក្តីស្រឡាញ់ព្រោះសេចក្តីស្រឡាញ់គឺជាធម្មពលនិងប្រភពនៃអារម្មណ៍នឹកគិតល្អៗផងទាំងពួងប្រឹងពង្រីកអារម្មណ៍នឹកគិតល្អៗរបស់អ្នកដោយគិតទៅដល់របស់ទាំងអស់ដែលខ្លួនស្រឡាញ់រហូតដល់អ្នកមានអារម្មណ៍ពុះពៀនៅក្នុងចិត្តអារម្មណ៍នឹកគិតដែលអ្នកមានចំពោះផ្នែកណាមួយនៃជីវិតវាគឺជារូបភាពឆ្លុះបញ្ចាំងដ៏ជាក់ច្បាស់នៃរបស់ដែលអ្នកផ្ដល់ឲ្យនៅក្នុងផ្នែកនានានៃជីវិតរបស់អ្នកជីវិតមិនមែនជារឿងចៃដន្យជីវិតកំពុងតែតបស្នងអ្នកកំណត់ជីវិតខ្លួនឯងបានគ្រប់ផ្នែកទាំងអស់ហើយអ្នកអាចកំណត់គ្រប់ផ្នែកទាំងអស់នៃជីវិតបានទៅតាមអ្វីដែលអ្នកផ្ដល់ឲ្យអារម្មណ៍នឹកគិតល្អៗដែលអ្នកអាចគិតបានមានច្រើនប្រភេទរាប់មិនអស់មានន័យថាជីវិតល្អៗដែលអ្នកនឹងទទួលបានគ្មានចំណុចខ្ពស់បំផុតឬទាបបំផុតនោះទេគ្រប់យ៉ាងដែលអ្នកស្រឡាញ់សុទ្ធតែត្រូវការអ្នកទ្រព្យសម្បត្តិក៏ត្រូវការអ្នកសុខភាពក៏ត្រូវការអ្នកសេចក្តីសុខក៏ត្រូវការអ្នកសូមកុំប្រឹងប្រែងស្វែងរកមធ្យោបាយកែប្រែផ្លាស់ប្ដូរជីវិតខ្លួនឯងចូលផ្ដល់នូវសេចក្តីស្រឡាញ់តាមរយៈអារម្មណ៍នឹកគិតល្អៗរបស់អ្នកពេលនោះរបស់ដែលអ្នកប្រាថ្នាចង់បានវានឹងស្ដែងចេញជាការពិតឲ្យឃើញអ្នកត្រូវតែផ្ដល់អារម្មណ៍នឹកគិតល្អៗជាមុនអ្នកត្រូវតែមានអារម្មណ៍ក្តីសុខជាមុនសិនហើយផ្ដល់សេចក្តីសុខចេញទៅដើម្បីទទួលបាននូវអ្វីដែលធ្វើឲ្យខ្លួនមានសេចក្តីត្រឡប់មកវិញអ្វីក៏ដោយដែលអ្នកប្រាថ្នាចង់បានអ្នកនឹងទទួលបាននៅក្នុងជីវិតដោយអ្នកត្រូវតែធ្វើខ្លួនជាភាគីផ្ដល់ឲ្យជាមុនសិនអំណាចធម្មពលនិងនិមិត្តកម្មរាល់គ្រប់ខណៈនៃចិត្តនៅក្នុងជីវិតរបស់អ្នកគឺជាការនិមិត្តបង្កើតយ៉ាងគ្មានព្រំដែនហើយចក្រវាលក៏មានអ្វីៗសពបែបយ៉ាងសម្រាប់ផ្ដល់ឲ្យមិនចេះអស់គ្រាន់តែអ្នកប្រកាសសុំច្បាប់និងច្បាស់មកនោះអ្វីគ្រប់យ៉ាងដែលអ្នកប្រាថ្នានឹងសម្ដៅមករកអ្នកជាមិនខានក្នុងចម្ពោះនីមួយៗជាបន្តនេះអ្នកនឹងបានយល់ដឹងថាតើវានឹងងាយស្រួលប៉ុណ្ណាក្នុងការប្រើធម្មពលនៃក្តីស្រឡាញ់ដើម្បីឲ្យមានទ្រព្យសម្បត្តិសុខភាពអាជីពការងារមុខជំនួញហើយនិងសម្ព័ន្ធភាពនៅពេលដឹងហើយអ្នកនឹងអាចផ្លាស់ប្ដូរជីវិតខ្លួនឯងទៅកាន់ផ្លូវដែលអ្នកចង់បានវិធីអូសទាញអ្វីៗដែលអ្នកប្រាថ្នាឲ្យចូលមកមានដំណាក់កាលងាយស្រួលតាមដំណើរការនិមិត្តកម្មមិនថាជាអ្នកត្រូវការអ្វីឬចង់ផ្លាស់ប្ដូរអ្វីដែលខ្លួនមិនត្រូវការគឺសុទ្ធតែត្រូវអនុវត្តតាមដំណើរការនេះដូចគ្នាទាំងអស់ដំណើរការនិមិត្តកម្មនឹកស្រមៃទៅដល់រូបភាពនៃវត្ថុនោះទទួលអារម្មណ៍អំពីវត្ថុនោះហើយបើកចំហចិត្តទទួលយកវត្ថុនោះ 1. នឹកគិតពីរូបភាពប្រមូលផ្ដុំគំនិតរបស់អ្នកនឹកគិតគូវារូបភាពដែលអ្នកប្រាថ្នាចង់បានសាងរូបភាពក្នុងរូបអារម្មណ៍ថាអ្នកកំពុងតែខ្លាចទៅជាអ្វីដែលខ្លួនត្រូវការសាងរូបភាពរូបអារម្មណ៍ថាអ្នកកំពុងតែធ្វើអ្វីតាមដែលខ្លួនត្រូវការ
សាងរូបភាពរូបអារម្មណ៍ថាខ្លួនអ្នកកំពុងតែមានអ្វីដោយដែលខ្លួនត្រូវការ 2. ទទួលអារម្មណ៍ខណៈពេលអ្នកកំពុងសាងរូបភាពក្នុងរូបអារម្មណ៍អ្នកត្រូវតែមានអារម្មណ៍ស្រឡាញ់អ្វីដែលអ្នកនឹកគិតរូបភាពនោះផងដែរអ្នកត្រូវតែនឹកគិតពីរូបភាពព្រមទាំងទទួលអារម្មណ៍ថាខ្លួនកំពុងក្លាយទៅជាអ្វីដោយដែលខ្លួនត្រូវការអ្នកត្រូវតែនឹកឲ្យឃើញពីរូបភាពនិងរូបអារម្មណ៍និងមានអារម្មណ៍ថាអ្នកកំពុងតែធ្វើអ្វីដោយដែលខ្លួនត្រូវការអ្នកត្រូវនឹកគិតពីរូបភាពនិងមានអារម្មណ៍ថាខ្លួនកំពុងតែមានអ្វីដោយដែលខ្លួនត្រូវការរូបអារម្មណ៍និងផ្សារភ្ជាប់អ្នកទៅនឹងអ្វីដែលខ្លួនត្រូវការបំណងប្រាថ្នានិងអារម្មណ៍ស្រឡាញ់នឹងបង្កើតជាថាមពលស្រូបទាញឬអំណាចក្នុងការស្រូបទាញអ្វីដែលអ្នកប្រាថ្នាឲ្យចូលមកកាន់រូបអ្នកទូនាទីរបស់អ្នកនៅក្នុងដំណើរការនិមិត្តកម្មគឺមានតែប៉ុណ្្នឹងឯង 3. ត្រៀមចិត្តចាំទទួលយកថាមពលនៃក្តីស្រឡាញ់នឹងបំពេញទូនាទីតាមបែបបទនៃថាមពលធម្មជាតិទាំងផ្នែករូបិយនិងអរូបិយដើម្បីស្រូបទាញអ្វីដែលអ្នកត្រូវការឲ្យចូលមករកអ្នកដោយអាស្រ័យទៅលើមូលដ្ឋានជុំវិញហេតុការណ៍និងមនុស្សក្នុងការផ្ដល់វត្ថុដែលអ្នកស្រឡាញ់ឲ្យអ្នកមិនថាអ្នកប្រាថ្នាអ្វីអ្នកត្រូវតែប្រគល់ចិត្តឲ្យវត្ថុនោះឲ្យដល់ទីបំផុតបំណងប្រាថ្នាគឺក្តីស្រឡាញ់បើសិនជាអ្នកគ្មានបំណងប្រាថ្នាដ៏ពុះពៀនៅក្នុងចិត្តទេអ្នកក៏នឹងគ្មានថាមពលគ្រប់គ្រាន់ដើម្បីចម្រាញ់វាឲ្យចេញជាថាមពលនៃក្តីស្រឡាញ់បានទេអ្នកត្រូវមានបំណងប្រាថ្នាយ៉ាងពិតប្រាកដចំពោះអ្វីដែលខ្លួនប្រាថ្នាចង់បានប្រៀបដូចជាកីឡាករមានបំណងប្រាថ្នាឡើងសេវៀនអ្នករាំមានបំណងប្រាថ្នាបង្ហាញក្បាច់រាំវិចិត្រករមានបំណងប្រាថ្នាគូររូបភាពដ៏រស់រវើកអញ្ចឹងអ្នកត្រូវតែមានសេចក្តីប្រាថ្នាដ៏មោះមុតព្រោះសេចក្តីប្រាថ្នាគឺជាអារម្មណ៍ស្រឡាញ់មួយហើយអ្នកត្រូវតែផ្ដល់នូវសេចក្តីស្រឡាញ់ដើម្បីទទួលបាននូវអ្វីដែលខ្លួនស្រឡាញ់មិនថាជាអ្នកចង់ខ្លាចជាអ្វីមិនថាអ្នកចង់ធ្វើអ្វីមិនថាជាចង់មានអ្វីនៅក្នុងជីវិតដំណើរការនិមិត្តកម្មសុទ្ធតែដូចគ្នាទាំងអស់គឺត្រូវតែផ្ដល់នូវសេចក្តីស្រឡាញ់ដើម្បីទទួលបាននូវក្តីស្រឡាញ់និងនឹកគិតពីរូបភាពវត្ថុនោះមានអារម្មណ៍ចំពោះវត្ថុនោះនិងត្រៀមចិត្តទទួលយកវត្ថុនោះក្នុងការអនុវត្តដំណើរការនិមិត្តកម្មអ្នកត្រូវតែនឹកគិតពីរូបភាពនិងមានអារម្មណ៍ថាអ្នកមានវត្ថុដែលខ្លួនត្រូវការនោះរួចមកហើយដោយមិនងាករេទៅផ្លូវណាផ្សេងទាំងអស់តើព្រោះអ្វីទៅគឺមកពីច្បាប់នៃការស្រូបទាញធ្វើត្រាប់ទៅតាមអ្វីដែលអ្នកផ្ដល់ចេញទៅហេតុនេះទើបអ្នកត្រូវនឹកគិតពីរូបភាពនិងទទួលអារម្មណ៍ដឹងថាអ្នកមានវារួចមកហើយនៅក្នុងខណៈនេះបើអ្នកត្រូវការបញ្ចុះទម្ងន់ចូលផ្ដល់សេចក្តីស្រឡាញ់ដោយការនឹកគិតពីរូបភាពនិងអារម្មណ៍អំពីលក្ខណៈរូបរាងដែលអ្នកស្រឡាញ់ពេញចិត្តជំនួសឲ្យការនឹកគិតដល់រូបភាពនិងអារម្មណ៍ជាមួយនឹងទម្ងន់លើសរបស់អ្នករៀងរាល់ថ្ងៃបើអ្នកចង់ធ្វើដំណើរកម្សាន្តចូលអ្នកផ្ដល់ក្តីស្រឡាញ់ដោយការនឹកគិតពីរូបភាពនិងអារម្មណ៍ដូចជាអ្នកកំពុងតែផ្ដល់ដំណើរកម្សាន្តជំនួសឲ្យនឹកគិតពីរូបភាពរាល់ថ្ងៃដែលអ្នកគិតថាគ្មានប្រាក់ក្នុងការដើរកម្សាន្តបើអ្នកត្រូវការកែលម្អខ្លួនឯងក្នុងផ្នែកកីឡាការសម្ដែងច្រៀងលេងតន្ត្រីឬទូនាទីការងារចូលផ្ដល់សេចក្តីស្រឡាញ់ចំពោះវត្ថុដែលអ្នកចង់ធ្វើនោះដោយការនឹកគិតពីរូបភាពនិងអារម្មណ៍អ្វីក៏ដោយដែលអ្នកចង់ខ្លាចទៅជាបើអ្នកត្រូវការមានជីវិតគូល្អប្រពៃឬសម្ព័ន្ធភាពល្អជាមួយនរណាក៏ដោយឲ្យល្អប្រសើរឡើងចូលផ្ដល់សេចក្តីស្រឡាញ់ដោយនឹករូបភាពនិងអារម្មណ៍ពីសភាវៈនៃសម្ព័ន្ធភាពដែលអ្នកចង់ឲ្យវាទៅជាយ៉ាងនោះសទ្ធាគឺជំនឿចិត្តដែលមានចំពោះវត្ថុដែលយើងនៅមិនទាន់ឃើញហើយរង្វាន់នៃសទ្ធាគឺការបានឃើញអ្វីដែលមានជំនឿអ្នកអាចចាប់ផ្ដើមប្រតិបត្តិការរួមជាដំណើរការនិមិត្តកម្មដោយសាកល្បងស្រូបទាញអ្វីដែលអ្នកមិនធ្លាប់ដឹងសាកល្បងមើល
បើអ្នកអាចស្រូបទាញរបស់អ្វីដែលខ្លួនមិនធ្លាប់បានដឹងមកអ្នកក៏នឹងអស់ក្តីសង្ស័យអំពីអំណាចធម៌ពលរបស់ខ្លួនទៀតហើយពេលដែលអ្នកទទួលបានវត្ថុនោះមកហើយនោះស្ត្រីម្នាក់ចាប់ផ្ដើមដោយការបដោតទៅលើការស្រូបទាញផ្កាមួយប្រភេទនោះគឺផ្កាលីលីពណ៌សនាងនឹកគិតរូបភាពទាំងខ្លួនឯងអោបបាច់ផ្កានោះនៅក្នុងដើមទ្រូងហើយបានស្រូបក្លិនដល់ក្រអូបរបស់វារហូតដល់នាងមានអារម្មណ៍ថាវាមាននៅក្នុងដៃពីអាទិត្យក្រោយមកនាងទៅទទួលទានអាហារពេលល្ងាចនៅផ្ទះមិត្តភ័ក្តិហើយបានប្រទះឃើញថានៅកណ្ដាលតុអាហារមានថូផ្កាដែលអមលម្អដោយផ្កាលីលីពណ៌សពណ៌សម្បុររូបរាងពិតជាដូចទៅនឹងរូបភាពនៃរូបបារម្ភរបស់នាងមែននាងភ្ញាក់ផ្អើលនិងរំភើបជាខ្លាំងដែលបានឃើញដូច្នោះប៉ុន្តែនាងមិនបានពោលប្រាប់មិត្តភក្តិរបស់ខ្លួនពីរឿងនោះទេហើយនៅខណៈពេលដែលនាងកំពុងតែដើរចេញពីផ្ទះនោះក្រោយពីការទទួលទានអាហារបានបញ្ចប់ទៅកូនស្រីរបស់មិត្តនាងបានទាញយកផ្កាលីលីនៅក្នុងថូនោះហើយរត់យកមកហុចឲ្យនាងរូបបារម្ភគឺជាចំណុចផ្ដើមនៃនិមិត្តកម្មអ្នកសាងរូបភាពរូបបារម្ភនៃវត្ថុដែលអ្នកប្រាថ្នាចង់បានអ្នកប្រកាន់ភ្ជាប់ផ្ដោតជាប់នៅរូបភាពរូបបារម្ភរបស់អ្នកពេលនោះនៅទីបំផុតអ្នកនឹងសាងនៅវត្ថុដែលអ្នកប្រកាន់ភ្ជាប់ឡើងមកទទួលយករលកសញ្ញានៃអារម្មណ៍បើអ្នកមានអារម្មណ៍ចំពោះអ្វីមួយអ្នកនឹងទទួលបានរបស់នោះវត្ថុទាំងពួងនៃចក្រវាឡសុទ្ធតែមានធម៌ពលស្រូបទាញនិងមានចរន្តស្រូបដូចជារលកសញ្ញាមេដែកអញ្ចឹងអារម្មណ៍នឹកគិតរបស់អ្នកក៏មានរលកសញ្ញាមេដែកដូចគ្នាដែរអារម្មណ៍នឹកគិតល្អៗគឺជាការបញ្ជូនរលកសញ្ញាធម៌ពលវិជ្ជមាននៃក្តីស្រឡាញ់អារម្មណ៍នឹកគិតមិនល្អគឺជារលកសញ្ញាអវិជ្ជមានមិនថាអ្នកមានអារម្មណ៍ល្អឬមិនល្អបែបណាអារម្មណ៍នោះនឹងកំណត់រលកសញ្ញារបស់អ្នកហើយវាមានលក្ខណៈដូចគ្នានឹងរលកសញ្ញាមេដែកដែរអ្នកនឹងស្រូបទាញមនុស្សម្នាហេតុការណ៍និងលក្ខខណ្ឌបច្ច័យផ្សេងដែលកំពុងតែបញ្ជូនរលកសញ្ញាដូចគ្នាជាមួយនឹងអ្នកឲ្យចូលមករកអ្នកបើអ្នកមានអារម្មណ៍ស្វាហាប់ពុះកញ្ជ្រោលរលកសញ្ញាស្វាហាប់របស់អ្នកនឹងស្រូបទាញមនុស្សស្ថានភាពនិងហេតុការណ៍មានភាពស្វាហាប់ស្រស់បំព្រងមកកាន់អ្នកបើអ្នកមានអារម្មណ៍ភ័យខ្លាចរលកសញ្ញាភ័យខ្លាចរបស់អ្នកនឹងស្រូបទាញមនុស្សស្ថានភាពនិងហេតុការណ៍គួរឲ្យខ្លាចមកកាន់អ្នកមិនចាំបាច់សង្ស័យឡើយថាខ្លួនឯងកំពុងតែបញ្ជូនរលកសញ្ញារំញ័រប្រភេទណាព្រោះរលកសញ្ញារបស់អ្នកគឺអារម្មណ៍របស់អ្នកនាខណៈពេលនោះឯងអ្នកអាចកែប្រែផ្លាស់ប្ដូររលកសញ្ញារបស់ខ្លួនបានជាប្រចាំដោយការកែប្រែផ្លាស់ប្ដូរអារម្មណ៍នៅពេលនោះនៅជុំវិញខ្លួនអ្នកក៏នៅកែប្រែផ្លាស់ប្ដូរទៅតាមនឹងដែរព្រោះអ្នកបានបញ្ជូនរលកសញ្ញាថ្មីចេញទៅហើយសាកល្បងនឹកគិតពីស្ថានភាពអ្វីមួយនៅក្នុងជីវិតដែលអាចហុចផលឲ្យកើតអ្វីផ្សេងបានបន្ថែមទៀតជាច្រើនលទ្ធផលនីមួយនោះកើតឡើងបានព្រោះអ្នកមានអារម្មណ៍នឹកគិតយ៉ាងដូចម្ដេចអំពីស្ថានភាពនានាពេលនោះសម្ព័ន្ធភាពជាមួយអ្នកដទៃអាចមានភាពរលូនរំភើបរីករាយស្កប់ស្កល់ចិត្តឬអ្វីក៏ដោយឲ្យតែស្ថិតនៅក្នុងរលកសញ្ញាអារម្មណ៍ល្អសម្ព័ន្ធភាពជាមួយនឹងអ្នកដទៃអាចមានភាពគួរឲ្យធុញទ្រាន់គួរឲ្យរំខានតានតឹងឬអ្វីក៏ដោយឲ្យតែស្ថិតនៅក្នុងរលកសញ្ញាអារម្មណ៍មិនល្អលទ្ធផលចេញពីសម្ព័ន្ធភាពបែបអស់នេះនឹងចេះតែរត់ដេញតាមមករកអ្នកអារម្មណ៍របស់អ្នកជាតួអង្គគូវាថានឹងមានអ្វីកើតមានឡើងចំពោះសម្ព័ន្ធភាពនានានោះអារម្មណ៍ដែលអ្នកមានគឺវត្ថុតែមួយជាមួយនឹងអ្វីដែលអ្នកនឹងទទួលបានពីសម្ព័ន្ធភាពនានានោះ
បើភាគច្រើនអ្នកពេញចិត្តរីករាយជាមួយនឹងសម្ព័ន្ធភាពនោះគឺប្រៀបស្មើនឹងអ្នកកំពុងតែផ្ដល់សេចក្តីស្រឡាញ់ហើយអ្នកនឹងទទួលបានសេចក្តីស្រឡាញ់និងភាពគាប់ចិត្តគាប់ថ្លើមត្រឡប់មកពីសម្ព័ន្ធភាពនោះវិញព្រោះថានោះគឺជារលកសញ្ញាដែលអ្នកកំពុងតែស្ថិតនៅរួមជាមួយពេលអារម្មណ៍ផ្លាស់ប្ដូរគោលដៅក៏ផ្លាស់ប្ដូរសូមសាកល្បងគិតពិចារណាមើលថាតើមានរលកសញ្ញាអារម្មណ៍បែបផ្សេងៗគ្នាច្រើនប៉ុណ្ណាពេលនោះអ្នកនឹងដឹងថាគ្រប់រឿងរ៉ាវនៅក្នុងជីវិតសុទ្ធតែមានរលកសញ្ញាអារម្មណ៍ឲ្យជ្រើសរើសជាច្រើនហើយអ្នកនឹងអាចប្រាប់បានថាលទ្ធផលចង់បញ្ចប់នៃរឿងរ៉ាវនីមួយៗកើតចេញមកយ៉ាងដូចម្ដេចអំពីអារម្មណ៍នឹកគិតដែលមានចំពោះរឿងរ៉ាវនានានោះអ្នកនឹងមានអារម្មណ៍រំភើបរីករាយមានសេចក្តីសុខមានសេចក្តីសង្ឃឹមឬមានអារម្មណ៍ទុក្ខព្រួយខ្លាចញញើតមានសម្ពាធបញ្ហាប្រកាសហើយអ្នកនឹងមានអារម្មណ៍សប្បាយរីករាយពេញចិត្តពេញថ្លើមឬបាក់ទឹកចិត្តភ័យព្រួយចំពោះបញ្ហាសុខភាពក្រៅពីនេះនៅមានរលកសញ្ញាអារម្មណ៍បែបផ្សេងៗជាច្រើនទៀតដែលអ្នកកំពុងបញ្ជូនចេញទៅហើយអ្នកនឹងក៏ទទួលបានត្រឡប់មកវិញអ្នកអាចនឹងមានបំណងធ្វើដំណើរទេសចរប៉ុន្តែបើអ្នករវល់តែមានអារម្មណ៍អស់សង្ឃឹមពិបាកចិត្តដែលគ្មានប្រកាសល្មមគ្រប់គ្រាន់សម្រាប់ការធ្វើទេសចរនោះបង្ហាញថាអ្នកកំពុងតែមានអារម្មណ៍អស់សង្ឃឹមចំពោះបញ្ហាការធ្វើដំណើរទេសចរនៅពេលមានអារម្មណ៍អស់សង្ឃឹមនោះអ្នកក៏ស្ថិតនៅក្នុងរលកសញ្ញាដែលមានភាពអស់សង្ឃឹមអញ្ចឹងអ្នកក៏នឹងទទួលបាននៅលក្ខខណ្ឌបច្ច័យដែលនឹងធ្វើឲ្យអ្នកត្រូវតែអស់សង្ឃឹមមិនអាចធ្វើដំណើរទេសចរបានជាបន្តបន្ទាប់ទៅរហូតដល់អ្នកអាចកែប្រែផ្លាស់ប្ដូរអារម្មណ៍របស់អ្នកជាថ្មីទើបធម៌ពលនៃសេចក្តីស្រឡាញ់នឹងពំនាំលក្ខខណ្ឌបច្ច័យផ្សេងៗឲ្យអ្នកបានធ្វើដំណើរទេសចរសមតាមបំណងប្រាថ្នាបើអ្នកផ្លាស់មកស្ថិតនៅក្នុងរលកសញ្ញាអារម្មណ៍ល្អដើម្បីបើកទ្វារចាំទទួលវាវិញនៅពេលអ្នកផ្លាស់ប្ដូរអារម្មណ៍នឹកគិតស្ដីពីស្ថានភាពនីមួយៗអ្នកក៏កំពុងបញ្ជូនរលកសញ្ញាអារម្មណ៍ដែលមិនដូចពីមុនចេញទៅនៅពេលរលកសញ្ញាផ្លាស់ប្ដូរស្ថានភាពនោះតែងផ្លាស់ប្ដូរទៅក្នុងលក្ខណៈជាផលចាស់ត្រឡប់មកវិញសម្រាប់រលកសញ្ញាថ្មីបើមានអ្វីមួយអវិជ្ជមាននៅក្នុងជីវិតអ្នកអាចផ្លាស់ប្ដូរវាបានគ្មានពាក្យថាហួសពេលនោះទេព្រោះអ្នកអាចផ្លាស់ប្ដូរកែប្រែអារម្មណ៍នឹកគិតបានជាប់ជានិច្ចបើអ្នកចង់ទទួលបានរបស់ដែលខ្លួនស្រឡាញ់ឬផ្លាស់ប្ដូរអ្វីក៏ដោយឲ្យទៅក្លាយទៅជាអ្វីមួយដែលអ្នកស្រឡាញ់មិនថារបស់នោះជាអ្វីកិច្ចការតែមួយដែលអ្នកត្រូវធ្វើគឺផ្លាស់ប្ដូរអារម្មណ៍នឹកគិតរបស់អ្នកផ្ទាល់បើអ្នកចង់យល់ដឹងស៊ីជម្រៅពីអាចកំបាំងរបស់ចក្រវាឡចូលនឹកគិតពីវាក្នុងលក្ខណៈជាធម្មពលរលកសញ្ញានិងរំញ័រផ្ដល់វត្ថុអ្វីទៅទទួលបានវត្ថុនោះមកវិញចូលចងចាំថាច្បាប់នៃការស្រូបទាញកំណត់ថាអ្នកផ្ដល់វត្ថុអ្វីតែងតែទទួលបានវត្ថុនោះសាកនឹកគិតពីរូបភាពប្រៀបធៀបជាមួយនឹងកញ្ចក់ឆ្លុះសំឡេងអេកូ Boomerang ឬម៉ាស៊ីនថតចម្លងនោះអ្នកនឹងបានយល់ច្បាស់ថាតើគួរនឹកគិតរូបភាពអ្វីនិងគួរផ្ដោតអារម្មណ៍ដូចម្តេចខ្លះច្បាប់នៃការស្រូបទាញប្រៀបដូចជាកញ្ចក់ឆ្លុះព្រោះកញ្ចក់ឆ្លុះរូបភាពដូចគ្នានឹងវត្ថុដែលស្ថិតនៅចំពោះពីមុខច្បាប់នៃការស្រូបទាញដូចគ្នាទៅនឹងសំឡេងអេកូព្រោះសំឡេងដែលជះត្រឡប់មកជាសំឡេងដូចគ្នានឹងសំឡេងដែលអ្នកស្រែកចេញទៅច្បាប់នៃការស្រូបទាញដូចគ្នាទៅនឹងដំបង Boomerang ព្រោះដំបង Boomerang ដែលវិលត្រឡប់មកវិញគឺជាដំបង Boomerang តែមួយដែលអ្នកចោលចេញទៅច្បាប់នៃការស្រូបទាញ
ដូចគ្នាទៅនឹងម៉ាស៊ីនថតចម្លងព្រោះឯកសារដែលថតចម្លងចេញមកគឺដូចគ្នានឹងច្បាប់ដើមដែលដាក់ចូលទៅក្នុងម៉ាស៊ីនអញ្ចឹងមិនប៉ុន្មានឆ្នាំមុននេះខ្ញុំបានធ្វើការនៅទីក្រុងប៉ារីសខណៈពេលកំពុងតែដើរតាមផ្លូវខ្ញុំបានឃើញស្ត្រីម្នាក់ដើរកាត់មុខនាងស្លៀកសំពត់ស្អាតទាំងអស់ទាស់ច្នៃម៉ូដតុបតែងតាមបែបក្រុងប៉ារីសប្រតិកម្មភ្លាមៗរបស់ខ្ញុំគឺក្តីស្រឡាញ់សំពត់ស្អាតណាស់ពី3អាទិត្យក្រោយមកខណៈពេលដែលខ្ញុំបើកឡានទៅធ្វើការប្រកបដោយអារម្មណ៍ស្រស់ស្រាយនៅមេបនប្រទេសអូស្ត្រាលីខ្ញុំបានជន់ប្រាំងជប់យ៉ាងតក់ក្រហល់ព្រោះមានឡានមួយគ្រឿងបើកបោបំពេញច្បាប់បត់ត្រឡប់នៅផ្លូវបំបែកខាងមុខពេលនោះឡានខ្ញុំឈប់នៅចំពីមុខហាងទំនិញមួយហើយខ្ញុំបានកលេចភ្នែកទៅស្រាប់តែឃើញសម្ពុតនៅក្នុងទូតាំងនៅមុខហាងសម្ពុតមួយនោះគឺដូចគ្នាឥតខុសត្រង់ណានឹងសម្ពុតដែលខ្ញុំបានឃើញកាលនៅទីក្រុងប៉ារីសខ្ញុំស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងពេលដែលទៅដល់កន្លែងធ្វើការខ្ញុំប្រញាប់ទូរស័ព្ទទៅកាន់ហាងនោះសួរនាំទើបដឹងថាហាងបានបញ្ជាទិញពីអឺរ៉ុបហើយនាំចូលមកតែមួយនេះគត់គឺមួយសម្រាប់ដាក់តាំងនៅក្នុងហាងមុខនេះឯងវាប្រកាសណាស់ថាវាជាទំហំដែលខ្ញុំអាចស្លៀកត្រូវហើយមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលខ្ញុំទៅកាន់ហាងនោះគឺចំពេលដែលគេបញ្ចុះតម្លៃ 50% តែម្ដងហើយណាមួយខាងហាងគេក៏បញ្ជាក់ប្រាប់ថាខាងហាងមិនបានបញ្ជាទិញសម្ពុតបែបនេះទេប៉ុន្តែជាចៃដន្យវាជាប់មកជាមួយតែប៉ុណ្ណោះរឿងតែម្យ៉ាងគត់ដែលខ្ញុំធ្វើដើម្បីតាក់ទាញសម្ពុតដ៏ស្រស់ស្អាតមួយឲ្យមករកខ្ញុំគឺក្តីស្រឡាញ់ហេតុនេះទើបវាត្រូវគេដឹកជញ្ជូនឆ្លងកាត់សមុទ្រមកពីប៉ារីសមកដល់ចិញ្ចើមផ្លូវនាក្រុងមួយនៃប្រទេសអូស្ត្រាលីតាមលក្ខខណ្ឌនិងដំណើរការផ្សេងរហូតមកដល់ខ្ញុំនៅទីបំផុតនេះហើយគឺជាធម៌ពលស្រូបទាញនៃក្តីស្រឡាញ់នេះគឺជាដំណើរការនៃក្តីស្រឡាញ់ទៅតាមច្បាប់នៃការស្រូបទាញល្អគឺល្អមិនមែនអត់អីទេនោះទេមនុស្សភាគច្រើនយល់ដឹងច្បាស់ថាអារម្មណ៍ល្អនិងអារម្មណ៍មិនល្អនោះវាយ៉ាងម៉េចប៉ុន្តែពួកគេមិនដឹងថាខ្លួនឯងកំពុងបង់ពេលវេលាជាច្រើនដិតជាប់ជាមួយនឹងអារម្មណ៍មិនល្អទេព្រោះពួកគេតែងគិតថាអារម្មណ៍មិនល្អគឺអារម្មណ៍អវិជ្ជមានកម្រិតធ្ងន់ដូចជាភាពទុក្ខសោកខូចចិត្តខឹងឬខ្លាចជាដើមវាជាការពិតណាស់អារម្មណ៍ទាំងនេះស្ថិតនៅក្នុងអារម្មណ៍មិនល្អប៉ុន្តែមែនទែនទៅអារម្មណ៍អវិជ្ជមាននៅមានច្រើនប្រភេទទៀតកើតបើអ្នកមានអារម្មណ៍ថាអត់អីទេដែលជាទូទៅអ្នកអាចនឹងគិតថាអារម្មណ៍អត់អីទេគឺជាអារម្មណ៍វិជ្ជមានព្រោះអ្នកគិតថាវាមិនអាក្រក់អ្វីទេបើអ្នកធ្លាប់ឆ្លងកាត់អារម្មណ៍អាក្រក់រួចមកហើយពេលនេះអ្នកមានត្រឹមតែអារម្មណ៍អត់អីទេប៉ុន្តែចាត់ទុកថាវាប្រសើរណាស់ទៅហើយប៉ុន្តែការមានអារម្មណ៍អត់អីទេស្ទើរតែគ្រប់ពេលគឺជាអារម្មណ៍អវិជ្ជមានព្រោះថាវាមិនមែនជាអារម្មណ៍ល្អអ្វីទេនិយាយឲ្យខ្លីអារម្មណ៍ល្អគឺជាអារម្មណ៍ល្អពិតពុំមែនដោយបង្ខំគឺជាអារម្មណ៍កើតមានពេលដែលមានក្តីសុខសប្បាយអើងកងរំភើបឬគប់ចិត្តបើសិនជាអ្នកមានអារម្មណ៍ថាអត់អីទេជាប្រចាំឬស្ទើរតែគ្មានអារម្មណ៍អ្វីផ្សេងឲ្យប្រកបពជានោះជីវិតរបស់អ្នកនឹងចេះតែអត់អីទេរហូតតទៅពលគឺស្ថិតនៅកម្រិតស្មើដូចជាអត់មានអ្វីល្អកើតឡើងដូចនេះដែរបែបនេះមិនមែនជាជីវិតដ៏ល្អនោះទេការមានអារម្មណ៍ល្អមានន័យថាអ្នកមានអារម្មណ៍ល្អពិតមែនអារម្មណ៍ល្អពិតប្រាកដគឺជាអ្វីដែលនាំយកជីវិតល្អពិតមកឲ្យអ្នកគោលការណ៍នៃក្តីស្រឡាញ់គឺក្តីស្រឡាញ់ដែលគ្មានគោលការណ៍ Sam Bernard Neclevo នៅពេលដែលអ្នកមានអារម្មណ៍សប្បាយរីករាយស្រស់ស្រាយចិត្តអ្នកនឹងបញ្ជូនភាពសប្បាយរីករាយស្រស់ស្រាយចេញពីចិត្តទៅវិញហើយអ្នកនឹងទទួលបាននូវបទពិសោធន៍ស្រស់ស្រាយចិត្តស្ថានភាពស្រស់ស្រាយចិត្តនំនីស្រស់ស្រាយចិត្តមិនថាអ្នកណាអ្នកទៅទីណារាប់ទាំងរឿងកំពេចកំប៉ុកដូចជាវិទ្យុស្ដាប់បទចម្រៀងដែលអ្នកចូលចិត្ត
រហូតដល់រឿងធំដូចជាការឡើងប្រាក់ខែពលគឺរឿងរ៉ាវផ្សេងនៅជុំវិញខ្លួនដែលអ្នកបានជួបប្រទះគឺច្បាប់នៃការស្រូបទាញតបស្នងទៅតាមអារម្មណ៍ស្រស់ស្រាយរបស់អ្នកពេលអ្នកមានអារម្មណ៍តបប្រមល់ទាស់ទាល់ចិត្តអ្នកនឹងប្រមូលបញ្ជូនភាពតបប្រមល់ចេញទៅហើយអ្នកនឹងទទួលបានបទពិសោធន៍ដ៏គួរឲ្យតបប្រមល់ស្ថានភាពគួរឲ្យតបប្រមល់មនុស្សដ៏គួរឲ្យរំខានត្រឡប់មកវិញមិនថាអ្នកទៅទីណាធ្វើអ្វីរាប់តាំងពីរឿងកំពេចកំពុកដូចជាមុខខាំរហូតដល់រឿងធំដូចជាខូចឡានតាមផ្លូវជាដើមដែលចេះតែកើតចំពោះអ្នកព្រឹត្តិការណ៍ទាំងអស់នេះគឺជាច្បាប់ស្រូបទាញកំពុងតែតបស្នងទៅតាមអារម្មណ៍តបប្រមល់របស់អ្នកអារម្មណ៍ល្អគ្រប់បែបយ៉ាងនិងបង្រួមអ្នកឲ្យរួមជាមួយនឹងធម៌ពលនៃក្តីស្រឡាញ់ព្រោះសេចក្តីស្រឡាញ់គឺជាប្រភពនៃអារម្មណ៍ល្អផងទាំងពួងអារម្មណ៍រំភើបអឹងកងនិងគាប់ចិត្តសុទ្ធតែកើតឡើងចេញពីក្តីស្រឡាញ់ហើយនៅពេលដែលមានអារម្មណ៍បែបណាមួយនៅក្នុងចំណោមអារម្មណ៍ទាំងនេះជាទៀងទាត់អ្នកនឹងមានជីវិតពោរពេញទៅដោយរឿងដែលធ្វើឲ្យរំភើបអឹងកងនិងគាប់ចិត្តជាប្រចាំអ្នកប្រើធម៌ពលនៃអារម្មណ៍ល្អទាំងស្រុងដោយការមូលកង្តៈបង្កើនធម៌ពលរបស់អ្នកពលគឺអ្នកត្រូវគ្រប់គ្រងវាឲ្យបាននិងតាំងចិត្តបង្កើតវាផងដែរអ្នកមានអារម្មណ៍ល្អបំផុតតាមដែលអាចធ្វើទៅបានអ្នកអាចបង្កើតពង្រីកអារម្មណ៍ស្វាហាប់ឃ្លាវខ្លាដោយអ្នកត្រូវតែប្រឡែងភាពស្វាហាប់នោះចេញមករួចហើយប្រមូលផ្ដុំដោយការផ្ដោតអារម្មណ៍ទៅលើវាពេលអ្នកគាប់ចិត្តឬរំភើបជាមួយនឹងអ្វីក៏ដោយចូលបើកចំហចិត្តស្រូបយកអារម្មណ៍នោះហើយបង្កើតសន្ទុះឲ្យដល់វាកាន់តែខ្លាំងក្លាឡើងដោយធ្វើឲ្យមានអារម្មណ៍ចំពោះវាយ៉ាងជ្រាលជ្រៅបំផុតតាមដែលអាចធ្វើទៅបានអ្នកកាន់តែពង្រីកអារម្មណ៍ល្អនោះសេចក្តីស្រឡាញ់ដែលផ្ដល់ឲ្យកាន់តែច្រើនបន្ថែមទៀតហើយលទ្ធផលដែលអ្នកទទួលបានត្រឡប់មកវិញនៅក្នុងជីវិតនោះកាន់តែវិសេសគ្មានអ្វីប្រៀបស្មើបានឡើយចន្លោះពេលដែលអ្នកកើតអារម្មណ៍ល្អកើតឡើងនោះអ្នកបន្តពង្រីកផលដោយសម្លឹងមើលរបស់ដែលអ្នកស្រឡាញ់ទៅជាមួយផងដែរជារៀងរាល់ថ្ងៃមុននឹងអង្គុយចុះចាប់បិទសរសេរសៀវភៅមួយក្បាលនេះយើងចំណាយពេលជាច្រើនខំប្រឹងពង្រីកអារម្មណ៍ល្អរបស់ខ្លួនឯងដែលនឹកគិតទៅដល់គ្រប់បែបបទដែលយើងស្រឡាញ់អារម្មណ៍របស់អ្នកឆ្លុះបញ្ចាំងពីអ្វីដែលអ្នកផ្ដល់ឲ្យទៅអ្នកអាចប្រាប់បាននៅពេលនេះម្ដងទៀតថាក្នុងរបៀបរស់នៅប្រចាំថ្ងៃរបស់អ្នកតើរវាងអារម្មណ៍ល្អនិងអារម្មណ៍មិនល្អមួយណាដែលបញ្ជូនចេញទៅច្រើនជាងតើអ្វីដែលអ្នកមានអារម្មណ៍នៅក្នុងបញ្ហានីមួយៗនៃជីវិតដូចជាបញ្ហាប្រាកដសុខភាពការងារនិងសម្ព័ន្ធភាពជាមួយមនុស្សម្នាទាំងអស់នេះឯងគឺជារូបភាពឆ្លុះបញ្ចាំងនៃអ្វីដែលអ្នកបានផ្ដល់ឲ្យចេញទៅក្នុងផ្នែកនីមួយៗនៃជីវិតរបស់អ្នកនៅពេលអ្នកគិតបញ្ហាប្រាកដអារម្មណ៍របស់អ្នកនឹងឆ្លុះបញ្ចាំងថាអ្នកបានផ្ដល់អ្វីខ្លះទៅក្នុងបញ្ហាប្រាកដបើអ្នកមានអារម្មណ៍មិនល្អនៅពេលគិតពីបញ្ហាប្រាក់អ្នកក៏នឹងទទួលបានលក្ខខណ្ឌបទពិសោធន៍និងស្ថានភាពជាអវិជ្ជមាននៅក្នុងការខ្វះខាតប្រាកដព្រោះនោះគឺជាអារម្មណ៍អវិជ្ជមានដែលមានបានចេញទៅនៅពេលអ្នកគិតពីការងារមុខរបររបស់អ្នកអារម្មណ៍របស់អ្នកនឹងចង្អុលបង្ហាញថាអ្នកបានផ្ដល់អ្វីដល់ទូនាទីការងារបើអ្នកមានអារម្មណ៍ល្អជាមួយការងារដែលអ្នកធ្វើអ្នកនឹងទទួលបានលក្ខខណ្ឌនិងបទពិសោធន៍វិជ្ជមាននៅក្នុងការងារព្រោះនោះគឺជាអារម្មណ៍វិជ្ជមានដែលអ្នកផ្ដល់ឲ្យទៅពេលដែលអ្នកគិតពីគ្រួសារសុខភាពឬអ្វីក៏ដោយដែលសំខាន់សម្រាប់អ្នកអារម្មណ៍របស់អ្នកនឹងប្រាប់អ្នកថាអ្នកផ្ដល់អ្វីឲ្យទៅខ្លះចូលប្រយ័ត្នប្រយែងរឿងអារម្មណ៍និងអារម្មណ៍នឹកគិតរបស់ខ្លួនឯងព្រោះហេតុថាអារម្មណ៍នឹកគិតខាងក្នុងជាមួយនឹងពិភពខាងក្រៅដែលមើលឃើញនោះមានសម្ព័ន្ធភាពចងភ្ជាប់គ្នាយ៉ាងស្អិតរមួតជីវិតមិនមែនជារឿងចៃដន្យវាគឺជាការតបស្នងចំពោះខ្លួនអ្នកអាចកំណត់ជីវិតបានផ្នែកនីមួយៗនៃជីវិតរបស់អ្នកអាស្រ័យទៅលើខ្លួនអ្នកផ្ទាល់អ្នកគឺជាអ្នកសាងជីវិតរបស់អ្នកផ្ទាល់អ្នកគ
គឺជាអ្នកដែលសរសេររឿងរ៉ាវជីវិតរបស់ខ្លួនឯងអ្នកគឺជាអ្នកដឹកនាំភាពយន្តជីវិតរបស់ខ្លួននិយាយរួមអ្នកកំណត់ជីវិតខ្លួនឯងបានទៅតាមអ្វីដែលអ្នកផ្ដល់ចេញទៅអារម្មណ៍នឹកគិតល្អៗដែលអ្នកមានគឺមានច្រើនកម្រិតរាប់មិនអស់មានន័យថាជីវិតល្អប្រសើរដែលអ្នកទទួលបាននោះគ្មានទីខ្ពស់បំផុតទេរីឯអារម្មណ៍នឹកគិតមិនល្អក៏មានច្រើនកម្រិតដូចគ្នាគឺវាអាចចេះតែអវិជ្ជមានទៅជាបន្តបន្ទាប់ប៉ុន្តែវានៅតែមានចំណុចទាបបំផុតដែលអ្នកទ្រាំទទួលយកតទៅទៀតលែងបានបើសិនជាដល់កម្រិតទាបមែនទែនគឺនៅត្រង់ចំណុចនេះឯងជាចំណុចដែលបញ្ជាឲ្យអ្នកវិលត្រឡប់មកជ្រើសរើសអារម្មណ៍នឹកគិតល្អៗម្ដងទៀតមិនមែនជារឿងចៃដន្យរឿងគ្មានហេតុផលដែលថាអារម្មណ៍នឹកគិតល្អៗដែលធ្វើឲ្យកើតចេញមានអារម្មណ៍ល្អៗនិងអារម្មណ៍នឹកគិតមិនល្អធ្វើឲ្យកើតឡើងមានអារម្មណ៍មិនល្អនោះទេតាមពិតទៅសេចក្តីស្រឡាញ់គឺជាអំណាចធម៌ពលខ្ពស់បំផុតនៅក្នុងជីវិតវាដង្ហើយហៅនិងស្រូបទាញឆ្លងតាមអារម្មណ៍នឹកគិតល្អៗរបស់អ្នកដើម្បីឲ្យអ្នកមានជីវិតទៅតាមអ្វីដែលអ្នកសមនឹងមានសេចក្តីស្រឡាញ់ដង្ហើយហៅតាមរយៈអារម្មណ៍នឹកគិតមិនល្អរបស់អ្នកផងដែរព្រោះវានៅចាំប្រាប់អ្នកថាអ្នកត្រូវបានកាត់ផ្តាច់ចេញពីធម៌ពលវិជ្ជមានរបស់ជីវិតហើយអំណាចធម៌ពលនៃអារម្មណ៍នឹកគិតអារម្មណ៍គឺជាគន្លឹះដ៏សំខាន់អ្នកគឺជារូបកាយដែលមានអារម្មណ៍នឹកគិតចាប់ពីវិនាទីដំបូងដែលអ្នកកើតមកអ្នកមានអារម្មណ៍នឹកគិតជាប់ជានិច្ចមនុស្សគ្រប់រូបសុទ្ធតែដូចគ្នាអ្នកអាចបញ្ឈប់ការគិតដែលមានសតិបាននៅពេលគេងលក់ប៉ុន្តែអ្នកមិនអាចបញ្ឈប់អារម្មណ៍បានទេនោះមកពីការមានជីវិតគឺមានអារម្មណ៍នឹកគិតចំពោះជីវិតអ្នកគឺជាខ្លួនប្រាណដែលមានអារម្មណ៍តាំងពីក្រៅរហូតទៅដល់សារជាតិពិតនៅខាងក្នុងដូច្នេះហើយទើបវាមិនមែនជារឿងចៃដន្យសោះឡើយដែលចំណែកទាំងអស់នៃរាងកាយមនុស្សដូចជាអ្នកនេះត្រូវបានបង្កើតឡើងមកដើម្បីឲ្យអ្នកមានអារម្មណ៍នឹកគិតចំពោះជីវិតនេះអ្នកមានញាណទទួលដឹងរូបរសក្លិនសំឡេងនិងការប៉ះពាល់ហេតុនេះទើបអ្នកមានអារម្មណ៍យល់ដឹងសពបែបយ៉ាងនៅក្នុងជីវិតបាននេះគឺជាប្រភពអារម្មណ៍ដែលធ្វើឲ្យអ្នកមានអារម្មណ៍យល់ដឹងចំពោះអ្វីដែលអ្នកបានឃើញបានឮបានទទួលទានបានស្រូបក្លិននិងបានប៉ះពាល់រាងកាយរបស់អ្នកគ្របដណ្ដប់ដោយស្បែកស្ដើងដែលជាអវយវៈទទួលអារម្មណ៍នៃការប៉ះពាល់ដូច្នេះទើបអ្នកមានអារម្មណ៍ទទួលដឹងសពបែបយ៉ាងនៅពេលដែលមានការប៉ះទង្គិចអារម្មណ៍មួយខណៈរបស់អ្នកសំខាន់ជាងអ្វីទាំងអស់ព្រោះថាអារម្មណ៍មួយខណៈនោះវាកំពុងតែកសាងជីវិតទាំងមូលរបស់អ្នកអារម្មណ៍របស់អ្នកគឺជាធម៌ពលគំនិតនិងពាក្យពេចន៍នឹងគ្មានអំណាចលើជីវិតរបស់អ្នកសោះឡើយបើសិនជាគ្មានអារម្មណ៍មួយថ្ងៃអ្នកគិតតែពីរឿងរ៉ាវជាច្រើនមិនដឹងថាស្អីជាស្អីនោះទេការគិតទាំងនោះវាមិនជួយឲ្យកើតអ្វីឡើយនោះដោយសារតែការគិតជាច្រើនរឿងរ៉ាវរបស់អ្នកមិនបានបង្កឲ្យអារម្មណ៍ពុះកញ្ជ្រោលកើតមានឡើងនៅក្នុងខ្លួនតាមពិតអារម្មណ៍របស់អ្នកឯណោះទេទើបជាអ្នកគូវាសារនឹកគិតពីរូបភាពគំនិតនិងសម្ដីរបស់អ្នកប្រៀបដូចជាអាប៉ូឡូ1ហើយអារម្មណ៍របស់អ្នកជាព្រិញឥន្ធនៈអាប៉ូឡូនេះគ្រាន់តែជាយានមួយដែលមិនអាចប្រើការអ្វីបានទាំងអស់បើគ្មានព្រិញឥន្ធនៈព្រោះព្រិញឥន្ធនៈនេះគឺជាធម្មពលបង្ហោះយានឲ្យហោះឡើងទៅលើបានដូចគ្នានេះដែរគំនិតនិងសម្ដីរបស់អ្នកអាចត្រឹមតែជាយាននៃស្ងៀមត្រឹងប្រសិនបើគ្មានអារម្មណ៍ព្រោះអារម្មណ៍គឺជាធម្មពលបញ្ជាលើចលនាគំនិតនិងសម្ដីរបស់អ្នក
បើអ្នកគិតថាខ្ញុំទ្រាំជាមួយនឹងចៅហ្វាយម្នាក់នេះលែងបានទៀតហើយនេះគឺជាគំនិតដែលបង្ហាញអារម្មណ៍អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដែលខ្លួនអ្នកមានចំពោះចៅហ្វាយហើយអ្នកកំពុងបញ្ជូនអារម្មណ៍អវិជ្ជមាននេះចេញទៅអញ្ចឹងអ្វីដែលត្រឡប់មកវិញនោះគឺសម្ព័ន្ធភាពរវាងអ្នកនិងចៅហ្វាយកាន់តែអាក្រក់ទៅកាន់តែអាក្រក់ទៅប៉ុន្តែបើអ្នកគិតថាខ្ញុំបានធ្វើការងារជាមួយមនុស្សល្អៗជាច្រើននៅទីនេះសម្ដីបែបនេះបង្ហាញអារម្មណ៍វិជ្ជមានដែលអ្នកមានចំពោះមិត្តរួមការងារហើយអ្នកកំពុងតែបញ្ជូនអារម្មណ៍វិជ្ជមានចេញទៅហេតុនេះផលតបស្នងមកវិញគឺសម្ព័ន្ធភាពអ្នកនិងមិត្តរួមការងារចេះតែល្អប្រសើរឡើងជាបន្តបន្ទាប់ត្រូវជ្រើសរើសប្រើអារម្មណ៍ដើម្បីឲ្យគំនិតកើតអារម្មណ៍នឹកគិតទើបគំនិតនោះបង្កជារូបរាងចេញមកអារម្មណ៍នឹកគិតដែលល្អនិងមិនល្អគឺដូចគ្នានឹងរឿងផ្សេងៗក្នុងជីវិតអារម្មណ៍របស់អ្នកអាចមានទាំងវិជ្ជមាននិងអវិជ្ជមានជួនមានអារម្មណ៍ល្អជួនមានអារម្មណ៍មិនល្អឆ្លាស់គ្នាទៅវិញទៅមកអារម្មណ៍ល្អទាំងអស់កើតចេញពីក្តីស្រឡាញ់ចំណែកអារម្មណ៍មិនល្អទាំងអស់កើតចេញពីក្តីកង្វះខាតក្តីស្រឡាញ់អ្នកកាន់តែមានអារម្មណ៍ល្អដូចជាគ្រាដែលអ្នកមានអារម្មណ៍សប្បាយរីករាយអ្នកក៏កាន់តែផ្ដល់ក្តីស្រឡាញ់ច្រើនឡើងថែមទៀតបើអ្នកកាន់តែផ្ដល់ក្តីស្រឡាញ់ច្រើនប៉ុណ្ណាអ្នកកាន់តែទទួលបានក្តីស្រឡាញ់ត្រឡប់មកវិញច្រើនប៉ុណ្ណឹងដែរបើអ្នកកាន់តែមានអារម្មណ៍មិនល្អដូចជានៅក្នុងពេលអស់សង្ឃឹមអ្នកក៏កាន់តែផ្ដល់អ្វីជាអវិជ្ជមានចេញទៅបើអ្នកកាន់តែផ្ដល់អ្វីដែលជាអវិជ្ជមានអ្នកក៏កាន់តែទទួលបានរបស់អវិជ្ជមានត្រឡប់មកវិញនៅក្នុងជីវិតមូលហេតុដែលអ្នកមានអារម្មណ៍មិនល្អដល់ខ្លាំងជាមួយនឹងអារម្មណ៍អវិជ្ជមានគឺព្រោះតែក្តីស្រឡាញ់គឺជាធម៌ពលវិជ្ជមាននៃជីវិតហើយអារម្មណ៍អវិជ្ជមានស្ទើរតែគ្មានក្តីស្រឡាញ់នៅក្នុងនោះអ្វីបន្តិចឡើយបើអ្នកកាន់តែមានអារម្មណ៍ល្អជីវិតអ្នកក៏នឹងកាន់តែល្អប្រសើរឡើងបើអ្នកកាន់តែមានអារម្មណ៍មិនល្អជីវិតរបស់អ្នកក៏កាន់តែធ្លាក់ដុនដាបទៅលុះត្រាតែអ្នកអាចកែប្រែផ្លាស់ប្ដូរអារម្មណ៍របស់ខ្លួនឯងបាននៅពេលដែលអ្នកមានអារម្មណ៍ល្អគំនិតរបស់អ្នកនឹងល្អជាស្វ័យប្រវត្តិអ្នកមិនអាចមានអារម្មណ៍ល្អហើយបែរជាអាចគិតរឿងរ៉ាវនៅក្នុងផ្លូវអវិជ្ជមានទន្ទឹមគ្នាបាននោះទេនិយាយត្រឡប់មកវិញអ្នកក៏មិនអាចមានអារម្មណ៍មិនល្អខណៈពេលដែលកំពុងតែមានរឿងល្អៗនោះដែរអ្នកមានអារម្មណ៍យ៉ាងដូចម្តេចនឹងនាំឲ្យអ្នកកើតភាពឆ្លុះបញ្ចាំងនៅអ្វីដែលអ្នកផ្ដល់ចេញនោះក្នុងគ្រាណាមួយក៏ដោយវាពិតប្រាកដណាស់ដែរថាវាជាមូលដ្ឋានដ៏ទៀងទាត់និងលម្អិតបំផុតនៅពេលមានអារម្មណ៍ល្អអ្នកមិនចាំបាច់ខ្វាយខ្វល់ពីរឿងអ្វីផ្សេងទេព្រោះថាគំនិតសម្ដីនិងអំពើរបស់អ្នកនឹងល្អទៅតាមនោះដែរនិយាយរួមអ្នកគ្រាន់តែមានអារម្មណ៍ល្អប៉ុណ្ណោះយើងហ៊ាននិយាយបានថាអ្នកកំពុងផ្ដល់នូវក្តីស្រឡាញ់ហើយក្តីស្រឡាញ់ទាំងអស់នោះនឹងត្រឡប់មករកខ្លួនអ្នកវិញជាក់ជាមិនខានការរៀបចំឆាកឲ្យខ្លួនឯងការបើអ្នកគិតតាមអ្នកដទៃឬតូទុនទៅតាមវត្ថុលក្ខខណ្ឌបច្ច័យនិងបរិស្ថានអ្នកមិនបានគិតអ្វីដែលខ្លួនចង់គិតអ្នកមិនបានដើរតាមសេចក្តីប្រាថ្នារបស់ខ្លួនឯងនោះគឺគ្រាន់តែជាសេចក្តីប្រាថ្នាคล้ายៗរបស់អ្នកប៉ុណ្ណោះហើយនេះចូលប្រើរូបអារម្មណ៍សម្រាប់ចិត្តថាតើខ្លួនត្រូវការគិតនិងចង់ធ្វើអ្វីពេលអ្នកវឹកហាត់អនុវត្តដំណើរការនិមិត្តកម្មចូលប្រើវិធីរៀបចំឆាកនិងសម្ភារៈផ្សេងៗមកជួយជំរុញអារម្មណ៍ថាអ្នកមានវត្ថុដែលខ្លួនត្រូវការនេះរួចហើយចូលប្រម៉ែប្រមូលឲ្យមកជុំវិញខ្លួននៅសម្លៀកបំពាក់រូបគំនូររូបថតឬរបស់របរដែលតាក់ទងដើម្បីធ្វើឲ្យអ្នកកើតនៅរូបអារម្មណ៍និងអារម្មណ៍ជាមួយនឹងអ្វីដែលខ្លួនត្រូវការបើត្រូវការសម្លៀកបំពាក់ថ្មីចូលរៀបចំកន្លែងទំនេរនៅក្នុងទូសម្លៀកបំពាក់
និងត្រៀមដៃព្យួរទុកសម្រាប់ព្យួរសម្លៀកបំពាក់ថ្មីបើចង់មានចំណូលថ្មីបន្ថែមចូលមើលថាតើកាបូបប្រាក់របស់អ្នកមានកន្លែងទំនេរសម្រាប់ដាក់ប្រាក់បានបន្ថែមទៀតដែរឬទេឬវាពេញណែនដោយក្រដាសសពមុខបើចង់មានគូសកលសមប្រកបចូលនៅគិតរូបភាពនិងអារម្មណ៍ដូចជាមនុស្សម្នាក់នោះបានមករួមរស់ជាមួយអ្នករួចទៅហើយអ្នកគេងនៅកណ្ដាលក្រែឬនៅចំហៀងម្ខាងព្រោះគូក្ររបស់អ្នកកំពុងគេងនៅម្នាក់ម្ខាងទៀតបើគូក្ររបស់អ្នកនៅជាមួយអ្នកនៅពេលនេះអ្នកមុខតែត្រូវប្រើទូសម្លៀកបំពាក់ត្រឹមតែពាក់កណ្ដាលព្រោះពាក់កណ្ដាលទៀតសម្រាប់ដាក់សម្លៀកបំពាក់គូក្ររបស់អ្នករៀបចំតុអាហារសម្រាប់មនុស្សម្នាក់ឬពីរនាក់ការរៀបចំកន្លែងទុកឲ្យមិនមែនជារឿងលំបាកអ្វីនោះទេព្យាយាមធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់អ្នកមិនប្រឆាំងគ្នានឹងសេចក្តីប្រាថ្នារបស់អ្នកប្រើការរៀបចំឆាករៀបចំរបស់របរជុំវិញខ្លួនដើម្បីធ្វើឲ្យអ្នកកើតមានអារម្មណ៍ដូចជាអ្នកមានវត្ថុដែលខ្លួនត្រូវការរួចហើយទាំងអស់នេះជាសេចក្តីលម្អិតតូចតាចដែលអ្នកចាត់ចែងជាមួយនឹងឆាកនិងរូបអារម្មណ៍របស់ខ្លួនឯងហើយវាក៏មានធម៌ពលមិនគួរឲ្យជឿស្ត្រីម្នាក់បានរៀបចំឆាកនិងប្រើរូបអារម្មណ៍រហូតទទួលបានឆ្កែមួយក្បាលជាអំណោយនាងចង់បានឆ្កែជាយូរមកហើយប៉ុន្តែគ្មានប្រាក់ទិញឆ្កែដែលនាងចង់បាននោះជាពូជ Megan ពណ៌ស្ករក្រមៅពូជឆ្កែនេះមានតម្លៃថ្លៃរហូតទៅដល់មួយក្បាលរាប់ពាន់ដុល្លារឯណោះនាងនៅគិតរូបភាពឆ្កែដែលនាងប្រាថ្នាចង់បាននៅរាល់ពេលដែលនាងសម្លឹងមើលចេញទៅយកខាងមុខផ្ទះនាងរករូបឆ្កែ Morgan ពណ៌សក្រមៅមកបិទនៅលើកុំព្យូទ័រហើយរាល់លើកដែលអ្នកមានឱកាសនាងតែងតែគូររូបឆ្កែមួយនេះទោះបីជាគ្មានប្រាក់គ្រប់គ្រាន់ក៏នាងនៅតែរកមើលក្តីប្រកាសព័ត៌មានលក់សត្វឆ្កែនាងបាននាំកូនទៅដើរមើលរកទិញនៅឧបករណ៍ផ្សេងសម្រាប់សត្វឆ្កែដូចជាក្រណាត់រោមឆ្កែស្និតសិតរោមឆ្កែរួចនាំយកទាំងនោះមកដាក់នៅកន្លែងដែលនាងអាចមើលឃើញជារៀងរាល់ថ្ងៃក្រោយមកមិនយូរប៉ុន្មាននាងបានទៅមើលការសម្ដែងឆ្កែនៅទីក្រុងដែលនាងរស់នៅក្នុងកម្មវិធីនេះមានការចាប់ឆ្នោតចែករង្វាន់ហើយរង្វាន់ទី1គឺឆ្កែពូជ Morgan ពណ៌សក្រមៅដូចគ្នានឹងការនឹកគិតរូបភាពនៅក្នុងចិត្តរបស់នាងរហូតមកប្រកាសណាស់នាងទៅរង្វាន់ទី1នោះហើយបានទទួលសត្វឆ្កែតាមសេចក្តីប្រាថ្នានិងបំណងរបស់នាងឥន្ទ្រីអារម្មណ៍ក៏ជាឧបករណ៍ម្យ៉ាងចូលប្រើវាក្នុងការបង្កើតអារម្មណ៍ប្រៀបដូចជាអ្នកមានអ្វីដែលខ្លួនត្រូវការរួចហើយចូលស្ទាបបង្អែវាភ្លក់រសជាតិវាហិតក្លិនវានិងឮសំឡេងរបស់វាបរិសុទ្ធម្នាក់ប្រើឥន្ទ្រីអារម្មណ៍គ្រប់យ៉ាងក្នុងការស្រូបទាញតំណែងការងារជាច្រើនមករកខ្លួនគេបានធ្លាប់ដាក់ពាក្យចូលធ្វើការដល់ទៅ75លើកក្នុងរយៈពេល3ឆ្នាំតែមិនធ្លាប់បានទទួលការងារអ្វីឡើយទើបគេប្រើរូបអារម្មណ៍និងឥន្ទ្រីអារម្មណ៍គ្រប់ផ្នែកសាងរូបភាពរូបអារម្មណ៍ថាខ្លួនឯងទទួលបានការងារក្នុងដីស្រមៃហើយគេនឹកគិតពីរូបភាពជាលម្អិតសពបែបយ៉ាងនៃការងារកន្លែងធ្វើការងារថ្មីបានចុចកុំព្យូទ័រទុំក្លិនសម្បូរសម្អាតតុធ្វើការដ៏ធំរបស់គេនឹកគិតពីរូបភាពមិត្តភាពការងារហើយដាក់ឈ្មោះឲ្យពួកគេម្នាក់គេជជែកជាមួយមនុស្សទាំងអស់នោះប្រជុំរួមជាមួយពួកគេព្រមទាំងទទួលដឹងអារម្មណ៍រសជាតិអាហារសម្រាប់ថ្ងៃត្រង់ផងដែរ5ពាក្យទឹកក្រោយមកគេក៏ត្រូវក្រុមហ៊ុនជាច្រើនហៅទៅសម្ភាសហើយក៏មានក្រុមហ៊ុនជាច្រើនបានហៅគេទៅសម្ភាសជាលើកទី2រហូតដល់ទទួលបានការងារដ៏ល្អនៅទី2គេបានជ្រើសរើសយកការងារមួយដែលគេស្រឡាញ់បំផុតពោលគឺជាការងារក្នុងក្តីស្រមៃរបស់គេនោះឯងចូលចាំទុកថានៅពេលអ្នកដើរតួអង្គខ្លួនអ្នកនៅក្នុងលំនាំនិមិត្តកម្មរហូតសពគ្រប់ហើយនោះការសាងនឹងទទួលបានផលសម្រេចអ្នកស្ថិតនៅលើពិភពចាស់ដែលមិនធ្លាប់មានរបស់ដែលខ្លួនត្រូវការទៀតហើយអ្នកបានផ្លាស់មកនៅពិភពមួយទៀតដែលមានវត្ថុខ្លួនត្រូវការទោះបីជាអ្នកនៅមើលទៅមិនឃើញអ្វីឡើយក៏ដោយចូលចងចាំផងដែរថានៅទីបំផុតអ្នកនឹងទទួលបានខ្លឹមសារសំខាន់នៃអំណាចធម៌ពលមិនថាអ្នកពឹងលើធម៌ពលនៃសេចក្តីស្រឡាញ់នៅក្នុងជីវិតអ្នកក៏ស្រូបទាញអ្វីដែលខ្លួនត្រូវការ
ឬផ្លាស់ប្ដូរអ្វីៗដែលអ្នកត្រូវការដំណើរនិមិត្តកម្មនឹងនៅតែដដែលគឺនឹកគិតពីរូបភាពវត្ថុនោះមានអារម្មណ៍ទៅលើវត្ថុនោះហើយត្រៀមចិត្តចាំទទួលវត្ថុនោះរូបអារម្មណ៍របស់អ្នកនឹងតភ្ជាប់អ្នកជាមួយនឹងវត្ថុដែលខ្លួនត្រូវការបំណងប្រាថ្នាហើយរូបអារម្មណ៍ស្រឡាញ់នឹងបង្កើតជាធម៌ពលស្រូបទាញហើយធម៌ពលស្រូបទាញនឹងអូសទាញវត្ថុដែលអ្នកប្រាថ្នាឲ្យចូលមករកអ្នកនឹកគិតរូបភាពខ្លួនឯងកំពុងស្ថិតនៅជាមួយនឹងវត្ថុដែលខ្លួនប្រាថ្នាហើយទន្ទឹមនឹងនោះអ្នកត្រូវតែមានអារម្មណ៍ស្រឡាញ់វត្ថុនៅក្នុងក្តីស្រមៃនោះផងដែរផ្ដោតចិត្តគំនិតទៅលើវត្ថុដែលខ្លួនត្រូវការរូបបំណងប្រាថ្នាគឺជារូបភាពនៃក្តីស្រឡាញ់មួយបែបហើយអ្នកក៏ត្រូវតែផ្ដល់នៅក្តីស្រឡាញ់ដើម្បីឲ្យទទួលបាននៅវត្ថុដែលខ្លួនស្រឡាញ់នៅពេលអ្នកនឹកគិតគូសវាសរូបភាពវត្ថុល្អៗដែលខ្លួនស្រឡាញ់និងចង់បានគឺប្រៀបដូចជាអ្នកកំពុងតែប្រើអំណាចធម៌ពលនៃសេចក្តីស្រឡាញ់តុបតែងក្តីស្រមៃឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានហើយនឹកគិតដល់រូបភាពវត្ថុដែលអ្នកប្រាថ្នាឲ្យបានច្បាស់បំផុតវិសេសបំផុតតាមដែលអ្នកអាចធ្វើទៅបានមិនថាអ្នកបងប្រាថ្នាអ្វីវត្ថុនោះមានអត្ថិភាពស្រាប់ទៅហើយទោះជាអ្វីក៏ដោយបើអ្នកនឹកគិតគូសវាសរូបភាពក្នុងក្តីស្រមៃចេញមកបានវាក៏នឹងស្ដែងចេញជារូបភាពជាក់ស្ដែងទៅតាមដំណើរនៃការនិមិត្តកម្មពេលនិយាយឬគិតពីអ្វីចូលហាត់ប្រើពាក្យនឹកគិតទៅមើលថាប្រសិនបើហើយបំពេញអ្វីដែលអ្នកត្រូវការនៅកន្លែងចន្លោះប្រហោងនោះទៅរៀបចំឈុតឆាកជុំវិញខ្លួនដោយវត្ថុរបស់របរផ្សេងៗដូចជាសម្លៀកបំពាក់គំនូររូបភាពរូបថតនិងរបស់របរពាក់ព័ន្ធផ្សេងៗដើម្បីឲ្យកើតមានរូបអារម្មណ៍និងមានអារម្មណ៍នឹកគិតទៅដល់អារម្មណ៍នៃការមានវត្ថុដែលខ្លួនចង់បាននោះឥន្ទ្រីយអារម្មណ៍របស់អ្នកក៏ជាឧបករណ៍រៀបចំឆាកដូចគ្នាប្រើឥន្ទ្រីយអារម្មណ៍ទាំងអស់មកជួយសាងអារម្មណ៍នឹកគិតថាអ្នកមានវត្ថុដែលអ្នកត្រូវការហើយចាប់ប៉ះពាល់បានដឹងពីរសវាធំក្លិនវាមើលឃើញវានិងបានឮសំឡេងវាពេលអ្នកដើរតួខ្លួនឯងនៅក្នុងដំណើរការនិមិត្តកម្មរួចស្រេចហើយអ្នកនឹងបានផ្លាស់ខ្លួនឯងចូលទៅកាន់ពិភពមួយថ្មីដែលមានអ្វីសពបែបយ៉ាងដែលខ្លួនត្រូវការទោះជាអ្នកនៅមិនទាន់មើលច្បាស់ឃើញនឹងភ្នែកក៏ដោយចូលចងចាំថាទីបំផុតអ្នកនឹងទទួលបានវាជាក់ជាមិនខាន